ហេតុអ្វីបានជាគេនិយាយថាមិត្តភាពមានសារៈសំខាន់មិត្តភាពពិតជាមានសារៈសំខាន់ខ្លាំងមែនទែនអញ្ចឹងប្រសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាចង់ដឹងថាមិត្តភាពដែលខ្ញុំនិយាយហ្នឹងគឺមានអត្ថន័យយ៉ាងណាសូមកុំភ្លេចតាមដានទស្សនាវីដេអូខ្ញុំដល់ចប់ទាំងអស់គ្នាសួស្តីសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះហេតុអីបានជាខ្ញុំលើកយកនៅប្រធានបទដែលគេនិយាយថាមិត្តភាពគឺមានសារៈសំខាន់ដោយសារតែបច្ចុប្បន្ននេះគឺមនុស្សយើងអត់សូវឲ្យតម្លៃទៅលើមិត្តភាពប្រហែលទេគឺតែងតែគេនិយាយតែលួចចិត្តគ្នាអាហ្នឹងគឺជួបច្រើនខ្លាំងមែនទែនពុកម៉ែបងប្អូនទាំងគ្នាតើតើនឹងការលួចចិត្តគ្នាពីក្រោយខ្នងក្បត់គ្នាយកប្រៀបលើគ្នាទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមកអាហ្នឹងគឺការចេញពីរឿងទាំងអស់ហ្នឹងហើយទៅធ្វើឲ្យមិត្តភាពហ្នឹងលែងសូវមានតម្លៃហេតុអីបានជាខ្ញុំលើករឿងហ្នឹងយកមកនិយាយនៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាមានមិត្តភ័ក្តិមិត្តភាពអ្នកចិត្តខាងការរាប់អានគ្នាល្អហើយពុកម៉ែបងប្អូនទាំងអស់គ្នាគួរណាតែខិតខំព្យាយាមថែរក្សានៅមិត្តភាពហ្នឹងឲ្យកាន់តែប្រសើរឡើងកុំឲ្យមានការប្រេះឆាកើតឡើងនៅពេលដែលមានការប្រេះឆាកើតឡើងគឺចាប់ដើមលែងទុកចិត្តគ្នាទោះបីជាថ្ងៃណាមួយអ្នកទាំងអស់គ្នាពុកម៉ែបងប្អូនទាំងគ្នាផ្សះផ្សានៅមិត្តសារឡើងវិញក៏ដោយក៏ពុកម៉ែបងប្អូនទាំងអស់គ្នាក៏នៅតែមានអារម្មណ៍ថាអូម្នាក់ហ្នឹងគាត់ធ្លាប់ធ្វើអ្វីខ្លះដាក់យើងពីមុនធ្លាប់មានការបែកបាក់ឬក៏អារម្មណ៍របស់យើងហ្នឹងគឺប្រាប់យើងឲ្យថាត្រូវតែប្រយ័ត្នជាមួយនឹងម្នាក់ហ្នឹងអញ្ចឹងបើសិនជាយើងរាប់អានគ្នាយើងមានមិត្តភាពល្អហើយស្គាល់មនុស្សល្អហើយដែលចូលមកក្នុងជីវិតយើងគួរតែព្យាយាមយ៉ាងម៉េចថាថែរក្សាការពារកុំក្បត់គ្នាកុំនិយាយដើមគ្នាកុំចឹកគ្នាពីក្រោយខ្នងនិយាយរួមថាធ្វើយ៉ាងណាឲ្យអាមិត្តភាពហ្នឹងគឺវានៅថិតថេរនិងមានភាពយូរអង្វែងសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាហេតុអីបានជាខ្ញុំនិយាយថាមិត្តភាពសំខាន់ពីព្រោះនៅពេលដែលយើងមានមិត្តភាពល្អយើងអាចតាក់ទងប្រស័យការងារគ្នាទៅវិញទៅមកមានការលំបាកអីយើងអាចជួយយកអាស្រ័យគ្នាទៅវិញទៅមកហើយនៅមានរឿងជាច្រើនដែលកើតចេញពីមិត្តភាពអញ្ចឹងនៅពេលដែលយើងព្យាយាមធ្វើអីមួយយើងត្រូវគិតដល់មិត្តភាពដែរមិនមែនមានរឿងអីមួយយើងយករួចខ្លួនតែម្នាក់ឯងទេពីព្រោះយើងធ្វើលក្ខណៈជាក្រុមអីនៅជាមួយគ្នាអញ្ចឹងទៅយើងជួយយឹតយោងគ្នាជួយទំនួលខុសត្រូវគ្នាអាហ្នឹងគឺជារឿងមួយដែលយើងគួរតែធ្វើដើម្បីថែរក្សានៅមិត្តភាពរបស់យើងពុកម៉ែបងប្អូនទាំងគ្នាគិតថាមិត្តភាពវាមិនសំខាន់ទេបែកពីម្នាក់ហ្នឹងចេញពីម្នាក់ហ្នឹងទៅខ្ញុំនៅមានមិត្តភាពផ្សេងៗទៀតដែលខ្ញុំបានស្គាល់ក៏ប៉ុន្តែពុកម៉ែបងប្អូនទាំងគ្នាត្រូវចាំថាបើយើងអត់ច្បាស់ជាមួយនឹងខ្លួនឯងហើយយើងអត់ច្បាស់ជាមួយម្នាក់ហ្នឹងឬក៏ម្នាក់នោះផ្សេងទៀតអញ្ចឹងថ្ងៃក្រោយឡើងជាមួយអ្នកដែលយើងស្គាល់ថ្មីក៏មិត្តភាពនឹងអត់យូរអង្វែងដែរអារម្មណ៍ល្អគិតរឿងល្អឲ្យបានច្រើនរាប់អានមិត្តភាពល្អឲ្យបានច្រើនអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណច្រើនជម្រាបលាពុកម៉ែបងប្អូនទាំងគ្នាបាយបាយ